សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបើកវីដេអូមកបងប្អូនឃើញហើយថាខ្ញុំធ្វើមុខម្ហូបអីបងប្អូនថ្ងៃនេះខ្ញុំបានធ្វើអាម៉ុកកង្កែបញាត់គ្រឿងបងប្អូនមុខម្ហូបនេះងាយស្រួលធ្វើណាស់បងប្អូនហើយអត់មានអីពិបាកទេគ្រឿងផ្សំនេះងាយទេបងប្អូនជាដំបូងយើងយកសាច់ជ្រូកនោះយើងទៅច្រាំវាឲ្យម៉ត់ណាបងប្អូនយើងគ្រឿងយើងបុកវាហើយយើងដាក់សណ្តែកដីចូលហើយមកបងប្អូនហើយគ្រឿងផ្សំវាអត់មានអីពិបាកទេនេះស្កររ៉ូឌីប៊ីចេងរបស់យើងហ្នឹងបងប្អូនហើយនឹងទឹកប្រេងខ្យងបងប្អូនខ្ញុំដាក់បរិមាណប៉ុណ្នេះល្មមត្មងបងប្អូនប៊ីចេងកន្លះស្ព្រាបាយស្ករមួយវែកមកស្ព្រាបាយបងប្អូនចំណែកប្រេងខ្យងមួយស្ព្រាបាយកន្លះបងប្អូនល្មមដូចជាប៉ុណ្ណឹងចំណែករ៉ូឌីកន្លះស្ព្រាបាយបងប្អូនប៉ុណ្ណឹងផ្សំគ្រឿងឆ្ងាញ់ណាស់បងប្អូនរសជាតិល្មមបងប្អូនយើងច្បល់វាហើយយើងឲ្យវាចូលជាតិគ្នាល្បាយទៅមួយបងប្អូនកង្កែបនេះខ្ញុំប្រឡាក់គ្រឿងរួចហើយបងប្អូនខ្ញុំលុងពោះវាយកអាចយកអីចេញអស់ហើយបងប្អូនយើងធ្វើម្លងវាអត់ប្រយ័ត្នទៅបងប្អូនកុំឲ្យវាធ្លាយពោះបងប្អូនកាលណាវាធ្លុះពោះហ្នឹងដល់ពេលយើងញាត់គ្រឿងទៅវាធ្លាយបងប្អូនហ្នឹងហើយយើងញាត់ម្ដងមួយឲ្យតទៅអស់កែបហ្នឹងបងប្អូនកែបនេះខ្ញុំទិញចំនួនកន្លះគីឡូបងប្អូននេះល្អណាស់បងប្អូនណាហើយកែបស្រែយើងញាត់ហើយអស់ហើយយើងយកវាទៅហាលថ្ងៃបងប្អូនហាលថ្ងៃចាំយើងយកមកបំពងវាចៀនវាបងប្អូននេះខ្ញុំចៀនតាពាក់កណ្ដាលទេបងប្អូនខ្ញុំទុកពាក់កណ្ដាលទេទុកហូបថ្ងៃក្រោយព្រោះអីយើងប្រឡាក់គ្រឿងហើយអីហើយវាអត់ខូចទេបងប្អូនយើងដាក់ទូទឹកកកទុកហ្នឹងបងប្អូនក្រហមល្អណាស់បងប្អូនណាហើយនេះស្រួយជួយទាំងឆ្អឹងហ្មងណាបងប្អូនអ្នកដែលមិនតបអានសាអាចសាធ្វើតាមខ្ញុំបានបងប្អូនតែមានថាឆ្ងាញ់បងប្អូនខ្ញុំប្រឡាក់កែបនេះរសជាតិល្មមបងប្អូនហើយនេះឃើញពងកែបនេះនឹងល្អត្មងនេះស្រួយទាំងឆ្អឹងណាបងប្អូនបើសិនជាពេញចិត្តទស្សនាវីដេអូរបស់ខ្ញុំសូមកុំភ្លេចចុចសញ្ញាតាមដាននិងខមមិនម្នាក់មួយផងបងប្អូនខ្ញុំមានតែវីដេអូថ្មីផ្លែផ្លែជូនបងប្អូនទស្សនាទៀតបងប្អូន